បាទសួស្តីបងប្អូនអរគ្នាហ្នឹងហើយស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំមកប្រាប់បងប្អូនអរគ្នាអំពីរបៀបឆែក primary location តាមទម្រង់ Facebook update ថ្មីបាទដោយសារតាមរយៈនេះការឆែក primary location ហ្នឹងវាមានការផ្លាស់ប្ដូរខ្លះអញ្ចឹងសម្រាប់បងប្អូនដែលអត់ដឹងអាចនឹងពិបាកក្នុងការឆែកអញ្ចឹងដើម្បីយើងឆែកបានងាយទេបងប្អូនអាចចូលមកកាន់ account បងប្អូនមកហើយបងប្អូនចូលមកកាន់ Tray 3ហើយបងប្អូនចូលមកកាន់ setting and privacy បាទបន្តមកទៀតបងប្អូនចុចពាក្យថា privacy center នេះបាទយើង scroll ទៅលើតិចទៅយើងរក function មួយដែលវាដាក់ពាក្យថា location នេះបងប្អូនយើងចំណាំ location nàyនេះមកតែបន្តមកបងប្អូនចុចពាក្យថា get start បាទតែប៉ុណ្្នឹងទេបងប្អូនអាច scroll ចុះមកក្រោមដើម្បីយើងអាចទៅមើល primary វាបាននេះបងប្អូនឃើញទេអញ្ចឹង primary location account នេះគឺចាប់នៅ New York អញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងសម្រាប់បងប្អូនដែលអត់ទាន់ចេះឆែកហើយបងប្អូនដែលចេះហើយអាចរំលងវីដេអូនេះបានសម្រាប់បងប្អូនដែលអត់ទាន់ចេះឆែកអាចមើលតាមវីដេអូនេះទៅហើយជួយ share វីដេអូនេះបន្តផងដើម្បីឲ្យបងប្អូនយើងផ្សេងៗបានចេះដែរបាទអរគុណច្រើនបាយបាយ